មនុស្សដែលចេះអត់ធ្មត់អាចឃើញផ្លែផ្កាជីវិតមានន័យថាមនុស្សដែលមានការអត់ធ្មត់មិនបោះបង់ងាយៗនឹងអាចទ្រាំទ្រការលំបាកបាននិងមានឱកាសទទួលបានជោគជ័យនិងសេចក្តីសុខនៅថ្ងៃខាងមុខក្នុងជីវិតគ្មានអ្វីបានមកដោយងាយទេការសិក្សាការងារក្តីស្រឡាញ់ឬការសម្រេចគោលដៅតែងតែមានឧបសគ្គប៉ុន្តែអ្នកដែលចេះរង់ចាំខិតខំនិងមិនចុះចាញ់នឹងបានឃើញផ្លែផ្កាជីវិតដែលមានន័យថាផលល្អជោគជ័យនិងសុភមង្គលឧទាហរណ៍សិស្សដែលខិតខំរៀនជាបន្តបន្ទាប់ទោះលំបាកក៏អាចប្រឡងជាប់អ្នកធ្វើការដែលអត់ធ្មត់និងប្រឹងប្រែងអាចមានអនាគតល្អមនុស្សដែលអត់ធ្មត់ក្នុងបញ្ហាជីវិតអាចឆ្លងកាត់ពេលលំបាកបានអត្ថន័យសំខាន់គឺការអត់ធ្មត់ជាគន្លឹះនាំទៅរកភាពជោគជ័យនិងជីវិតដែលមានតម្លៃសេចក្តីស្រឡាញ់ពិតចាប់ផ្ដើមពីការយល់ចិត្តគ្នាមានន័យថាស្នេហាពិតមិនមែនមានតែពាក្យផ្អែមល្ហែមឬការផ្ដល់អំណោយប៉ុណ្ណោះទេប៉ុន្តែជាការយល់អារម្មណ៍យល់ទុក្ខលំបាកនិងគោរពចិត្តគ្នាទៅវិញទៅមកពេលមនុស្សពីរនាក់ចេះស្ដាប់គ្នាអធ្យាស្រ័យនិងព្យាយាមយល់ពីអ្វីដែលម្នាក់ទៀតកំពុងមានអារម្មណ៍នោះទំនាក់ទំនងនឹងរឹងមាំនិងមានសុភមង្គលយូរអង្វែងឧទាហរណ៍ពេលគូស្នេហ៍នឿយហត់ម្នាក់ទៀតចេះលើកទឹកចិត្តពេលមានបញ្ហាមិនប្រើកំហឹងតែប្រើការសន្ទនាទោះមានការខុសគ្នាក៏នៅតែគោរពនិងយល់ចិត្តគ្នាអត្ថន័យសំខាន់គឺស្នេហាពិតមិនអាចរស់បានដោយអារម្មណ៍តែប៉ុណ្ណោះទេតែត្រូវការការយល់ចិត្តការអត់ធ្មត់និងភាពស្មោះត្រង់ចំពោះគ្នា